ประมาณไฟการปรับกว่าเลยก่อนตามเราไว้ดูละละตัวกู បាទបាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកធ្វើការព្យាបាលទៅលើគោស្ទៀវចំនួន2ក្បាលប៉ុន្តែខ្ញុំលើកយកតែគោមួយក្បាលទេដែលមានបញ្ហាផ្លូវដង្ហើមដែលវាដកដង្ហើមមកឮសូស៊ឺឮខើតមកអញ្ចឹងបងប្អូនណាមានបញ្ហាផ្លូវដង្ហើមឬក៏អ្នកខ្លះគេផ្ដាសាយអីចឹងណាបងប្អូនណាបាទអញ្ចឹងការចាក់ព្យាបាលរបស់យើងបងប្អូនអាចធ្វើការតាមដានទៅខាងមុខបន្តិចខ្ញុំនឹងប្រាប់បងប្អូនថាតើការព្យាបាលរបស់យើងប្រើថ្នាំអ្វីបងប្អូនណាបាទហើយសូមជម្រាបបងប្អូនដែរថាកន្លែងគាត់ចិញ្ចឹមគោនេះគឺគាត់ចិញ្ចឹមគោប្រហែលជា30ក្បាលដែរបងប្អូនបាទប៉ុន្តែការធ្វើត្រង់របស់គាត់នេះគឺវាល្អគឺវាស្អាតដែរបាទចាក់សុទ្ធសាបប៉ុន្តែខ្ញុំគិតថាយើងចាក់សាបវាពិបាកក្នុងការដែលយើងសម្អាតវាដែរបងប្អូនឃើញទេវាជុះមកអញ្ចឹងគឺទឹកនោមហើយនឹងលិមួករបស់វាគឺនៅលើសាបតែម្ដងអញ្ចឹងតើយើងអាសាបាញ់អាសាសម្អាតវាដែរហើយណាមួយការចាក់សាបបែបហ្នឹងគឺវាធ្វើឲ្យឈឺកញ្ចក់ជើងគោផងដែរបងប្អូនអញ្ចឹងយើងកន្លែងនេះយើងអាចតែគ្រាន់តែឲ្យវាស៊ីទៅបាទហើយយើងអាចដេញវាចេញទៅខាងក្រៅហើយយើងមានស្បៃមានអីសម្រាប់បាំងបងប្អូនណាបាទពីព្រោះអីកន្លែងចិញ្ចឹមគោរបស់គាត់នេះគឺគាត់មាននៅខាងមុខបាទបងប្អូនតាមដាននៅខាងបន្តិចទៀតទៅនឹងឃើញកន្លែងគាត់ហ្នឹងខាងមុខហ្នឹងគឺមានទីធ្លាមួយសម្រាប់យើងធ្វើការបាំងស្បៃបានការបាំងស្បៃគឺធ្វើឲ្យមានខ្យល់ចេញចូលបានល្អនិងមានពន្លឺថ្ងៃចេញចូលបានល្អគ្រប់គ្រាន់ដែរធ្វើឲ្យកន្លែងចិញ្ចឹមរបស់យើងមានអនាម័យល្អបាទហើយឃើញទេបងប្អូនណាពេលដែលយើងចាក់សាបឃើញម្ចាស់គោនេះគឺជាម្ចាស់គោហើយដែលយើងតម្រូវឲ្យយើងអាសាព្យាយាមបាទសម្អាតនិងបាញ់ទឹកបាទមិនចឹងទេអាចធ្វើឲ្យគោរបស់យើងបាទវាល្អិលជាមួយនឹងលិមួករបស់វាហ្នឹងបាទអាចមានបញ្ហាបាទឆ្លោះជើងក្រិចជើងជាយថាហេតុណាមួយហ្នឹងក៏អាចថាបានដែរបាទឥឡូវខ្ញុំនិយាយប៉ុណ្្នឹងសិនចាស់បងប្អូនណាបាទសម្រាប់បងប្អូនដែលគាត់គិតថាធ្វើយ៉ាងណាល្អឬក៏យ៉ាងម៉េចបងប្អូនអាចធ្វើយ៉ាងហ្នឹងទៅបងប្អូនណាបាទអានេះគ្រាន់តែជាមតិយោបល់របស់ខ្ញុំមួយដែរទេបងប្អូនបាទអញ្ចឹងបងប្អូនដើម្បីកុំឲ្យវីដេអូនេះកាន់តែវែងយើងមកមើលពីតួអង្គរបស់យើងវិញតួឯករបស់យើងដែលមានបញ្ហាផ្លូវដង្ហើមហ្នឹងបាទគឺយើងធ្វើការចាក់រយៈពេល3ដងដែលខ្ញុំប្រើប្រាស់ថ្នាំមានដូចជា Flodox Parase ហើយនិង Proicin ឬមិនចឹងបងប្អូនប្រើតែ Flodox Para ជាមួយនឹង Ascorbic ក៏បានដែរបាទហើយសម្រាប់ការចាក់នេះយើងចាក់3ដងដើម្បីវាជាដាច់តែម្ដងឬក៏បងប្អូនអាចចាក់5 6ដងរយៈពេល3ថ្ងៃហ្នឹងក៏បានដែរបាទហើយការចាក់ថ្នាំនេះគឺយើងចាក់តែម្ដងទេលើកទី1ដែលយើងចាក់ហ្នឹងបន្ទាប់មកយើងមកលើកទី2ឃើញថាវាជាសឹងតែ 70% 80% បាត់ទៅហើយអញ្ចឹងក៏យើងបន្តវាចាក់រហូតដល់3ដងអញ្ចឹងណាបងប្អូនបើសិនបងប្អូនអាចចាក់រហូតដល់5 6ដងទៅក៏ល្អដែរបងប្អូនណាបាទដើម្បីកុំឲ្យវាអាចរើជំងឺមកវិញអញ្ចឹងណាបងប្អូនគេហៅថាស៊ាំថ្នាំហើយនេះគឺការរៀបចំថ្នាំរបស់យើងគឺថ្នាំ3មុខដែលខ្ញុំបានជម្រាបប្រាប់បងប្អូនហ្នឹងបាទអញ្ចឹងសម្រាប់បងប្អូនដែលមានចម្ងល់បាទពាក់ព័ន្ធនឹងបញ្ហាសត្វឬក៏សត្វបងប្អូនកំពុងតែមានបញ្ហាបាទមិនថាមាន់ទាគោក្របីឆ្កែឆ្មាមានបញ្ហាសុខភាពបាទបងប្អូនអាចឆាតមកកាន់យើងខ្ញុំបានតាមរយៈ Facebook ដែលមានឈ្មោះថាច័ន្ទនីពេទ្យសត្វហើយមួយទៀតបងប្អូនអាចឆាតមក page របស់យើងផ្ទាល់ក៏បានដែរដែលមានឈ្មោះថា Vet Care LCN ដែលពោលលក់ថ្នាំនឹងចំណីសត្វបាទហើយបងប្អូនកាន់តែងាយស្រួលបងប្អូនពេលខ្លះអាចថាយើង add មក Facebook ឆាតមកតាម Facebook យើងពិបាកក្នុងការ add អញ្ចឹងបងប្អូនមាន Telegram អាចឆាតមកតាម Telegram ក៏បានដែរដែលយើងមានTelegram លេខ087 400 616ហើយមួយខ្សែទៀតក៏ជា Telegram ដែរ097 937 1717ពេលខ្លះបងប្អូនគាត់ call មកសាកសួរខ្ញុំពេលខ្លះខ្ញុំរវល់ខ្ញុំបានលើកក៏អធិស្ឋានបងប្អូនណាអញ្ចឹងបងប្អូនមានចម្ងល់អីអាចឆាតតាម Facebook ក៏បានតាម Telegram ក៏បានពេលខ្ញុំទំនេរខ្ញុំនឹងធ្វើការឆ្លើយតបទៅកាន់បងប្អូនវិញយ៉ាងឆាប់រហ័សផងដែរហើយបងប្អូនកុំមានបារម្ភថាខ្លាចចិត្តឬក៏យ៉ាងម៉េចទេបងប្អូនសត្វតែខ្មែរគ្នាឯងទេយើងអាចឆាតសួរទៅបាទសត្វបងប្អូនមានបញ្ហាអីយើងអាចឆាតសួរសិនបងប្អូនទិញមិនទិញក៏អត់ជាបញ្ហាដែរបាទយើងអាចប្រឹក្សាយោបល់មុនធ្វើការបញ្ជាទិញបាទថ្នាំអញ្ចឹងក៏យើងអរគុណផងដែរសម្រាប់បងប្អូនកន្លងមកដែលជាម៉ួយធ្លាប់ធ្វើការកម្មង់ថ្នាំពីយើងខ្ញុំបាទដែលគាត់ទុកចិត្តនៅ page របស់ខ្ញុំបាទអាច
គាត់ធ្វើការកំងម្ដងហើយក៏ម្ដងទៀតបាទដែលគាត់ជឿទុកចិត្តហើយដែលគាត់ធ្វើការកំងម្ដងហើយម្ដងទៀតអញ្ចឹងខ្ញុំអត់មានអីនេះទេគឺមានតែអរគុណទៅកាន់មួយចាស់ចាស់ក៏ដូចជាបងប្អូនដែលកំពុងតែទស្សនានៅវីដេអូរបស់ខ្ញុំបាទហើយបងប្អូនជាចុងក្រោយសូមជួយបងប្អូនហើយបាទជួយចុច like និង subscribe នៅ channel របស់ខ្ញុំមួយផងបាទដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តដើម្បីធ្វើការចែកជូននៅចំណេះដឹងពីការព្យាបាលសត្វក៏ដូចជាការចិញ្ចឹមសត្វផងដែរបាទអញ្ចឹងអរគុណច្រើនបងប្អូនណាជម្រាបលា